តាមមនុស្សឯកាចង់បានឲ្យគេខ្លះមនុស្សឯកាអត់ចង់បានលុយច្រើនអត់ចង់បានភាពល្បីល្បាញឬមួយក៏របស់ថ្លៃៗទេតែអ្វីដែលគេចង់បានបំផុតគឺមនុស្សម្នាក់ដែលយល់ពីអារម្មណ៍គេពិតប្រាកដមនុស្សឯកាមិនមែនជាមនុស្សដែលគ្មានមិត្តទេបងអូនតែជាមនុស្សដែលមានរឿងជាច្រើននៅក្នុងចិត្តអត់ដឹងថាត្រូវនិយាយប្រាប់ណាគេអញ្ចឹងអ្នកខ្លះញញឹមរាល់ថ្ងៃតែដល់ពេលនឹងម្នាក់ឯងបែរជាស្ងៀមរហូតដល់សក់ទឹកភ្នែកអីចឹងទៅអ្នកខ្លះអនឡាញពេញមួយខែពេញមួយឆ្នាំប៉ុន្តែអត់ដែលមានតែគេឆាត់សួរសុខទុក្ខថាថ្ងៃហ្នឹងហត់អត់ថ្ងៃហ្នឹងមិនដែរសុខសប្បាយអត់មានទេគឺទទេឆាញ់សម័យហ្នឹងមនុស្សជាច្រើនកំពុងតែរស់នៅកណ្ដាលវងមនុស្សជាច្រើនរាប់រយរាប់ពាន់នាក់អញ្ចឹងទៅតែបែរជាមានអារម្មណ៍ថាខ្លួនឯងឯកាជាងមុនហើយសម្រាប់មនុស្សឯកាអត់ចង់បានមនុស្សដែល perfect ទេគេចង់បានមនុស្សម្នាក់ដែលនៅក្បែរពេលគេលំបាកមនុស្សម្នាក់ដែលស្ដាប់គេដោយមិនមានការវាយតម្លៃនិងមនុស្សម្នាក់ដែលមិនទៅចោលគេក្នុងគណៈពេលដែលគេកំពុងតែខូចចិត្តហើយមានរឿងមួយដែលមនុស្សឯកាភាគច្រើនអត់ហ៊ាននិយាយគឺពេលខ្លះគេចង់យំគេចង់ឲ្យមានអ្នកអោបចង់ឲ្យមានអ្នកប្រាប់ថាអ្នកមិនចាំបាច់រឹងមាំគ្រប់ពេលទេតែដោយសារតែសម័យហ្នឹងគឺមនុស្សភាគច្រើនរវល់នឹងខ្លួនឯងខ្លាំងពេកអញ្ចឹងគេលាក់អារម្មណ៍ហើយនិយាយថាខ្ញុំអត់អីទេតែនៅក្នុងចិត្តគេគឺកំពុងតែបែកខ្ទេចហើយអញ្ចឹងបើអ្នកកំពុងតែមានអារម្មណ៍ថាឯកាសូមចាំថាអ្នកមិនមែនគ្មានតម្លៃទេអ្នកគ្រាន់តែកំពុងរងចាំមនុស្សម្នាក់ដែលយល់ពីអ្នកតែប៉ុណ្ណោះហើយថ្ងៃណាមួយនឹងមានមនុស្សម្នាក់ដែលមកស្រឡាញ់អ្នកដោយមិនឲ្យអ្នកមានអារម្មណ៍ថាឯកាទៀតទេ follow ម្នាក់មួយទៅឯងបង